ថ្ងៃបង្ហើយនៅជប៉ុនបងប្អូននិយាយពីថាថ្ងៃបង្ហើយនៅជប៉ុនហ្នឹងត្រូវដើរទៅរកកន្លែងសាច់អាំងបងប្អូនហើយដោយសារមិត្តភ័ក្តិប្តីខ្ញុំហ្នឹងគាត់ឲ្យមិត្តភ័ក្តិជួយកក់ហាងញ៉ាំសាច់អាំងអញ្ចឹងក៏នាំគ្នាត្រូវទៅដើរទៅហាងនោះហើយចំណាយពេលវេលាពីសទ្ធាគារហ្នឹង15នាទីបងប្អូនដើរបដើមើលទេសភាពបដើអញ្ចឹងទៅដោយសារចម្ងាយ15នាទីនៅឃើញថាពេលវេលាអត់ទាន់ដល់ក៏នាំគ្នាចេះដើរលេងណាបងប្អូនមើលទេសភាពមើលនេះមើលនោះតែលេងហ្នឹងគឺ5-10នាទីដើរលឿនណាមិនដើរយឺតទេបងប្អូននិយាយទៅនៅទៅដើរលេងម្ដងគឺថាហត់ណាបងប្អូនអើយនិយាយពីថារឿងដើរអស់ដៃអស់ជើងតែម្ដងបងប្អូនខ្ញុំមកទៅថ្ងៃទី2និយាយពីថាចុកចកេះឈឺចកេះចង់ដាច់បងប្អូនអត់ដឹងថាមកពីដើរពេកឯក៏មិនហើយនិយាយពីថា15នាទីហ្នឹងគឺថាមកហត់ដែរហ្នឹងណាដោយសារដើរទៅរកហាងនោះដោយសារមិត្តភ័ក្តិខ្ញុំគាត់ថាហាងនោះសាច់អាំងឆ្ងាញ់ណាបែបជាប្រភេទដូចថាសាច់គោសាច់ល្អអីអញ្ចឹងណាដោយថាគេស្គាល់ព្រោះអីមានមិត្តភ័ក្តិគាត់នៅក្នុងជាង10ឆ្នាំអញ្ចឹងក៏គាត់តាក់តងហាងដែលគាត់ស្គាល់ដែលហាងដែលល្បីអីអញ្ចឹងណានិយាយទៅគឺថាគេតាក់តងឲ្យយើងក៏ទៅតាមគេអញ្ចឹងទៅដោយសារកន្លែងគេច្បាស់ជាងយើងអញ្ចឹងណាបងប្អូនចាហើយដល់ពេលទៅហ្នឹងគឺថាដើរបដើមើលនិយាយពីថាកន្លែងខ្ញុំនៅហ្នឹងគឺបងប្អូនហើយគឺថាកន្លែងទេសចរដូចថាចុះពីសទ្ធាគារមកគឺមនុស្សកុះកតែម្ដងតំបន់ទេសចរត្មងមិនមែនថាយើងនៅរៀងឆ្ងាយពីកន្លែងយើងនេះគ្រាន់តែចុះមកចេញមកគឺថាកន្លែងគេដើរមើលដើរទិញរបស់តែម្ដងគឺថាសម្បូរមែនតែនដូចខ្ញុំទៅសទ្ធាគារវិញអញ្ចឹងយប់ឡើងកូនស្រីខ្ញុំចុះមកដើរលេងតែឯងព្រោះអីគាត់ទៅមើលរបស់របរដែលគាត់ចង់ទិញខ្ញុំឲ្យទៅបើនៅចុះមកកន្លែងដើរកំសាន្តដើរទិញដើរអីគាត់ដឹងផ្លូវដឹងអីគាត់ដើរតែឯងអញ្ចឹងទៅណាយើងមិនសូវភ័យព្រួយមិនមែនដូចថាតោះតែយើងជិះឡានតាក់ស៊ីហើយផ្លូវរៀងចង្ងាយឆ្ងាយអញ្ចឹងចេះភ័យព្រួយដោយសារចុះមកគឺយើងមើលនេះមើលនោះហើយបងប្អូនមើលដូចថាការដំណើរកំសាន្តគឺអញ្ចឹងគឺត្រូវការដើរហ្មងនិយាយទៅបើយើងអត់ដើរទេក៏ពិបាកដែរយើងទៅរកអាកន្លែងដែលយើងទៅញ៉ាំនឹងនិយាយទៅផ្លូវដែលខ្ញុំដើរទៅនោះគឺសុទ្ធតែហាងអាំងសាច់ក៏ប៉ុន្តែមិត្តភ័ក្តិដែលគេកក់ឲ្យនោះគឺមិនមែននៅចិត្តហ្នឹងដើរមកជួលសើតែហាងអាំងសាច់បងប្អូនឡើងវាឈ្ងុយក៏ប៉ុន្តែគាត់ក៏ឲ្យហ្នឹងគឺមិនមែននៅកន្លែងនោះទេនិយាយអាកន្លែងគាត់កក់ហ្នឹងគឺថាអូជាតិណាស់បងប្អូនហើយសាច់គោគេគឺថា the best តែម្ដងហើយសាច់គោគេហៅហើនាវនៅជប៉ុនគឺថ្លៃបងប្អូនអើយសាច់ល្អសាច់គោនិយាយទៅសាច់គោយើងវាធ្លាប់ញ៉ាំហើយអាសាច់គោគ្រាន់តែសាច់គោវាមានច្រើនប្រភេទហើយប្រភេទសាច់គោគេហ្នឹងសាច់គោឆ្ងាញ់ឈ្ងុយនិយាយទៅគឺគេអត់ឲ្យយើងអាំងទេគឺគេអាំងឲ្យយើងតែម្ដងហើយគ្រាន់តែថាមុំទៅដល់ហ្នឹងបងប្អូនមកអស់ជើងដែរ5-10នាទីនេះមិនធម្មតាទេខ្ញុំសុំចាញ់គេហើយនិយាយពីថាដំណើរនៅក្រោយគេរហូតហើយត្រូវខ្ញុំឈឺចង្កេះចឹងទៀតស្រាប់ទៅថ្ងៃទី2បងប្អូនហើយលេងឈឺចង្កេះចង់ដាច់ហើយថ្ងៃប្រហើយហ្នឹងចាប់ផ្ដើមឈឺចង្កេះចង់ឈឺកាពះបន្តិចអីបន្តិចបងប្អូនហើយទៅជាអញ្ចឹងទៅញ៉ាំបដៅរបៀបថាចង់ចុកកាពះបន្តិចអីបន្តិចហើយថាទៅបានដាក់1តូច2តូចមានណាមកកែវធំហ្នឹងគឺថាលទ្ធផលចុងក្រោយឲ្យប្តីទាំងអស់ហើយនេះជាអណ្ដាតគោបងប្អូននិយាយពីថាអូនិយាយពីផ្ទះជាតិហើយកូនខ្ញុំគាត់ថាម៉ាក់អាហ្នឹងគេហៅសាច់អីគេបានក៏ឆ្ងាញ់ម៉េះក៏អត់ដឹងដាតគោទេណាបងប្អូនហើយមើលបងប្អូនមើលអញ្ចឹងវាសាមញ្ញទេបើយើងមិនធ្លាប់ញ៉ាំដំបូងយើងគិតថាវាគ្មានរសជាតិអីទេតែបើយើងធ្លាប់ញ៉ាំយើងដឹងថាវារសជាតិវាមិនអញ្ចឹងហើយបងប្អូនមើលគេមានអ្នកគេចាំអាំងឲ្យអញ្ចឹងគេឲ្យសាច់នឹងខ្លោចជ្រុលហើយបាត់សោភ័ណភាពវាទេអញ្ចឹងបានថាហេតុអ្វីខ្ញុំនិយាយថាសាច់គេឆ្ងាញ់គេល្អគេមានតម្លៃរៀងថ្លៃដោយសារគេសាច់ប្រភេទដូចថាល្អហើយឆ្ងាញ់ហ្មងនិយាយទៅហើយទៅគេអាំងឲ្យយើងអញ្ចឹងគេអត់ឲ្យយើងអាំងខ្លួនឯងទេដើម្បីដូចថាកុំឲ្យបាត់សោភ័ណភាពបើយើងអាំងជ្រុល
អាំងខ្លោចអាំងអីអញ្ចឹងវាបាត់សោភ័ណភាពអាសាច់គេហ្នឹងអស់លីងអញ្ចឹងគេមានអ្នកចាំអាំងឲ្យយើងតែម្ដងហើយខ្ញុំញ៉ាំឡើងទុនអូនិយាយទៅឡើងឈ្ងុយហ្នឹងអត់ទាន់ឈឺកាពះណាបងប្អូនស្រាប់តែញ៉ាំផឹកបានមួយក្អឹកពីរក្អឹកអូឈឺកាពះបាត់បងប្អូនហើយចុកចង្កេះឈឺដល់កាពះមានណាលែងឆ្ងាញ់បដ ாய் ក៏ប៉ុន្តែនៅមានអារម្មណ៍ថានៅតែឆ្ងាញ់អញ្ចឹងអារសជាតិរបស់គេហ្នឹងហើយមួយតុហ្នឹងគឺធូរថ្លៃទេបើខ្ញុំទៅញ៉ាំកន្លែងផ្សេងខ្ញុំធ្លាប់ញ៉ាំសាច់គេមកបន្តិចទេអត់ច្រើនទេនិយាយពីថាថ្លៃហើយដូចអានេះអីហ្នឹងគឺគេខ្ចប់វ៉ាសាប៊ីបងប្អូនសាច់គោមែនក៏ប៉ុន្តែគេដាក់វ៉ាសាប៊ីបន្តិចនៅក្នុងអញ្ចឹងយើងញ៉ាំទៅនិយាយពីថាឈ្ងុយហើយសាច់គោបងប្អូនមើលគឺថាជាតិណាស់ជាពិសេសអាបាយនេះតែម្ដងខ្ញុំសកត់វាឲ្យក្រៀមហើយចាំញ៉ាំនិយាយពីថាឈ្ងុយមកផ្ទះហ្នឹងគឺថាខ្ញុំញ៉ាំគឺជាតិមែនតែននិយាយទៅចាំបានគេថាយើងស្គាល់កន្លែងឆ្ងាញ់កន្លែងខ្លះវាដូចគ្នាមែនក៏ប៉ុន្តែឆ្ងាញ់មិនឆ្ងាញ់ស៊ីសងលើថាហាងនីមួយអញ្ចឹងបងប្អូននិយាយពីថាអូយហើយក្រោយមកហៅសាច់នេះបន្ថែមទៀតនិយាយពីថាញ៉ាំឡើងហល់អស់ហើយបងប្អូនអើយ